ប្រជាជនខ្ញុំអើយគិតត្រឹមព្រឹកនេះជនស៊ីវិលកម្ពុជាបានស្លាប់ដល់7នាក់របួស20នាក់ដោយយោធាថៃបាញ់ផ្លោងចូលជ្រៅដល់ភូមិឋាននៅព្រឹកថ្ងៃទី9ខែធ្នូឆ្នាំ2025នេះរដ្ឋមន្ត្រីក្រសួងព័ត៌មានអាយុដំណេតភក្ត្រាបានជូនដំណឹងអំពីតួលេខបឋមនៃអ្នករងគ្រោះបន្ទាប់ពីយោធាថៃបានបើកការបាញ់ប្រហារមកលើភូមិឋានជនស៊ីវិលនៅក្នុងខេត្តព្រះវិហារខេត្តឧត្តរមានជ័យនិងខេត្តបន្ទាយមានជ័យអាយុដំណេតភក្ត្រាបានបញ្ជាក់ឲ្យដឹងថាយោងតាមទិន្នន័យបឋមពីរដ្ឋបាលខេត្តព្រះវិហារខេត្តឧត្តរមានជ័យនិងខេត្តបន្ទាយមានជ័យយោធាថៃបានបាញ់គ្រាប់ផ្លោងចូលជ្រៅក្នុងភូមិឋានរបស់ជនស៊ីវិលដែលបង្កការស្លាប់របួសនិងខូចខាតទ្រព្យសម្បត្តិផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជាច្រើនគិតនៅត្រឹមព្រឹកថ្ងៃទី9ខែធ្នូឆ្នាំ2025នេះចំនួនជនស៊ីវិលដែលបានស្លាប់និងរបួសដោយគ្រាប់ផ្លោងរបស់យោធាថៃបាញ់នៅខេត្តព្រះវិហារខេត្តឧត្តរមានជ័យនិងខេត្តបន្ទាយមានជ័យសរុបគឺជនស៊ីវិលស្លាប់ចំនួន7នាក់និងរបួសចំនួន20នាក់អាយុដំបានបន្តថាភាគីថៃបានយកជនស៊ីវិលជាមុខសញ្ញាដោយបានបើកការបាញ់ប្រហារមកលើភូមិឋានជនស៊ីវិលដូចជាភូមិព្រៃច័ន្ទភូមិជោគជ័យនិងតំបន់ផ្សេងៗទៀតដែលមានជនស៊ីវិលរស់នៅ